5. ផលិតផលនៃការដោះមីនដើម្បីការពារប្រជាពលរដ្ឋឲ្យជៀសផុតពីគ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះនិងដើម្បីឲ្យមានសុវត្ថិភាពក្នុងការប្រើប្រាស់ដីធ្លីនៅតាមសហគមន៍ជនបទរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយអង្គការមនុស្សធម៌អន្តរជាតិនិងបានកំពុងអនុវត្តការបោសសម្អាតមីននៅតាមដីស្រែដីចម្ការភូមិឋានទីវត្តអារាមនិងនៅជុំវិញប្រាង្គប្រាសាទនានាដែលមានកប់មីននិងគ្រាប់មិនទាន់ផ្ទុះអង្គភាពនិងអង្គការបោសសម្អាតមីននៅកម្ពុជាមាន 1. កងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានដឹកនាំហ្វឹកហ្វឺនបណ្ដុះបណ្ដាលបច្ចេកទេសបោសសម្អាតមីនដល់កងទ័ពកម្ពុជានិងបានធ្វើប្រតិបត្តិការបោសសម្អាតមីនពីខែមិនិនាឆ្នាំ 1992 ដល់ខែតុលាឆ្នាំ 1993 2. មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានបន្តសកម្មភាពបោសសម្អាតមីនពីខែវិច្ឆិកាឆ្នាំ 1993 រហូតមកដល់បច្ចុប្បន្ននិងបន្តទៅអនាគត 3. អង្គការមិនមែនរដ្ឋាភិបាលបោសសម្អាតមីន 4. អង្គការមិនមែនរដ្ឋាភិបាលបោសសម្អាតមីន 5. អង្គការជំនួយសកម្មភាពកម្ចាត់មីនជប៉ុន 6. កងកម្លាំងវិស្វកម្មនៃកងយោធពលខេមរៈភូមិន្ទ